ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំលីសាហើយថ្ងៃនេះខ្ញុំចង់នាំអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការសរសេរឈ្មោះដាក់នៅលើក្រដាសដែលមានចេញជារូបបែបនេះអូខេnowខ្ញុំនឹង show អ្នកទាំងអស់គ្នាទី1មុនដំបូងអ្នកទាំងអស់គ្នាទៅបើកកុំព្យូទ័រហើយអ្នកទាំងអស់គ្នាចូលទៅកាន់ Word ហើយអ្នកទាំងអស់គ្នាធ្លាប់រៀនកន្លែងវាយឯកសារអូខេបន្តមកយើងចូលកាន់ blank document ហើយបន្តមកអ្នកទាំងអស់គ្នានឹងឃើញ page របស់យើងដែលអត់មានអីទេដោយសារតែយើងអត់ទាន់សរសេរអ្វីអូខេណាអ្នកនរគ្នាឃើញ page អ្នកនរគ្នាចូលទៅកាន់ពាក្យថា design ហើយបន្ទាប់មកអ្នកនរគ្នាក៏លេខមកមើលពាក្យថា watermarks តបពេលអ្នកនរគ្នាឃើញ watermark ហើយអ្នកនរគ្នាចុចទៅលើពាក្យថា watermark ហើយវានឹងមាន confidential ដែលតកតងទៅនឹងអក្សរបដេកឬក៏អក្សរបឆនៅលើកុំព្យូទ័រអ្នកនរគ្នាអ្នកនរគ្នា select យកមួយមកដែលអ្នកនរគ្នាចង់បានខ្ញុំឧទាហរណ៍ដូចជានេះអូខេអញ្ចឹងអ្នកនរគ្នានឹងឃើញវានៅលើកុំព្យូទ័ររបស់យើងប៉ុន្តែវាគ្រប់គ្រាន់ទេអ្នកនរគ្នាអត់ចង់បានអាហ្នឹងទេអញ្ចឹងអ្នកនរគ្នាត្រូវចុចទៅលើកន្លែង watermark ទៅដែរចុចមកចុចទៅលើពាក្យថា custom watermarks បន្តមកអ្នកនរគ្នាកលេចមកមើលកន្លែងនេះត្រូវអ្នកនរគ្នាត្រូវ tick កន្លែង tick watermarks បន្ទាប់មកអ្នកគ្នាចង់ដូរពាក្យនៅលើក្រដាសហ្នឹងទៅជាឈ្មោះរបស់យើងលុបពាក្យនេះមកចោលមកអូខេបន្ទាប់មកយើងវាយឈ្មោះយើងចូលទៅ examples ខ្ញុំទៅសេពាក្យថា Link Lisa អូខេណាអ្នកគ្នាខ្ញុំគ្រាន់តែឧទាហរណ៍អ្នកគ្នាទេអញ្ចឹងបន្ទាប់មកអ្នកគ្នាចុចថា apply នោះអ្នកគ្នានឹងឃើញឈ្មោះរបស់ខ្ញុំនៅលើក្រដាសមួយនឹងអ្នកគ្នា just អូខេបន្ទាប់មកឧទាហរណ៍ថាអ្នកនរគ្នាចង់ដាក់ស៊ុំនៅខាងគៀននឹងមែនអត់អូខេខ្ញុំនឹងណែនាំអ្នកគ្នាចូលកន្លែង watermark ទៅដែរ custom watermark តើមកអ្នកទាំងអស់គ្នាអូ sorry កន្លែងអ្នកគ្នាចូលមកកាន់កន្លែង page borders ហើយអ្នកគ្នា search នៅកន្លែងនេះហើយនេះគឺជាបន្ទាត់មួយចំនួនដែលខ្ញុំដឹងថាដែលខ្ញុំគិតថាអ្នកគ្នាធ្លាប់រៀនហើយដែលដាក់ស៊ុំនៅខាងគៀនហ្នឹងប៉ុន្តែវាមានអ្វីដែលពិសេសកន្លែងហ្នឹងគឺកន្លែង none list art none អញ្ចឹងអ្នកនរគ្នាចុចកន្លែងសញ្ញាពួនចុះមកក្រោមអ្នកនរគ្នានឹងឃើញមានជារបៀប sticker ឬក៏អីច្រើនដែលវាជាស៊ុំរបស់យើងអញ្ចឹងអ្នកនរគ្នាអាច scroll វាចុះទៅក្រោមហើយ select មើលអាណាដែលអ្នកនរគ្នាធ្វើត្រូវការគឺវាមានច្រើនខ្លាំងមែនតើឥឡូវខ្ញុំឧទាហរណ៍ដូចជាខ្ញុំ select យកស៊ុំមួយដែលខ្ញុំមើលទៅតំណងគេឥឡូវខ្ញុំសាកយកអានេះអូខេអញ្ចឹងនៅពេលនេះអ្នកទាំងអស់គ្នាចង់បាន4អ្នកចុចលើ4បើអ្នកទាំងអស់គ្នាអត់ចង់បាននៅលើទេអ្នកចុចចេះទៅគឺវានឹងបិទប៉ុន្តែខ្ញុំចង់បានទាំងអស់ so I apply ទាំងអស់អញ្ចឹងអ្នកទាំងអស់ចុច OK 2ដងមកគឺអ្នកទាំងអស់គ្នាទទួលបានហើយចំណែកឯ page color បើសិនជាអ្នកទាំងអស់គ្នាចង់បានក្រដាស page ហ្នឹងជាពណ៌អញ្ចឹងអ្នកទាំងអស់គ្នាអាចចុចនៅកន្លែងនេះ page colors ហើយអ្នកទាំងអស់គ្នារកពណ៌ណាដែលអ្នកទាំងអស់គ្នាចង់បាន example ដូចជាពណ៌នេះ yes ឧទាហរណ៍អ្នកនរចង់បានពណ៌ខៀវឬក៏ពណ៌ខ្មៅអ្នកនរអាច select វាបានតាមចិត្តចឹងទៅគេឥឡូវខ្ញុំសាកដាក់ពណ៌រៀងប្រផេះខ្មៅនេះអូខេអញ្ចឹងអ្នកនរឃើញឈ្មោះខ្ញុំនៅខាងលើក្រដាសហ្នឹងហើយអញ្ចឹងដល់ពេលដែល print មកគឺជាប់ជាមួយនឹងក្រដាសហើយនឹងស៊ុំផងដែរហើយស៊ុំហ្នឹងមិនមែនមានតែប៉ុណ្្នឹងទេគឺយើងអាចដូរដូចជារូបផ្សេងទៀត like